มันสำคัญថាអ្នកមាន nation អីជាកាតូលិកជាអ៊ីស្លាមិកជាស្អីมันសំខាន់ទេអាត្មាបញ្យល់រាល់ថ្ងៃសំខាន់ស្ដាប់ទៅយល់អត់នៅពេលដែលព្រះសម្មាសម្ពុទ្ធព្រះអង្គស្វែងរកនៅសច្ចភាពនៃជីវិតនេះជុំវិញព្រះអង្គអត់មានពុទ្ធសាសនិកទេ no one at all not at all ចឹងมันសំខាន់ថាអ្នកជាអ្វីអ្នកមកពីណាធ្លាប់ធ្វើអីប៉ុន្តែសំខាន់ពេលនេះតើអ្នកចង់យល់ការពិតដែរឬទេហើយការពិតនោះអ្នកមិនចាំបាច់ដាក់ខ្លួនជា Buddhist ទេមិនចាំបាច់ become a monk like me ឡើយចឹងសច្ចធម៌នៅតែពិតហើយពិតនោះមិនមែនពិតតែសម្រាប់អ្នកកាន់ពុទ្ធសាសនាឡើយសូម្បីសម្រាប់សត្វដេរិឆានសូម្បីសម្រាប់អ្នកដែលមិនមែនជាអ្នកកាន់សាសនា non religious person អ្នកវិទ្យាសាស្ត្រក៏នៅក្នុងសេចក្តីពិតនឹងដែរដូច្នេះកុំលំបាកចឹងអ្នកទាំងឡាយបើចង់យល់ការសម្ដែងពន្យល់របស់ពុទ្ធណាកុំឲ្យទៅជាមួយនឹងផ្លាកអ្នកកាន់ពុទ្ធសាសនាឬក៏នេះនោះ you have freedom to find out the truth ហើយសម័យបច្ចុប្បន្នរឹតតែស្រួលទៀតចង់យល់ Buddha's teaching internet Google YouTube it's easy នៅពេលដែលយើងយកជាទម្រង់វាទៅជាចង្អៀតដែររាល់ថ្ងៃវាទៅជាចង្អៀតព្រោះមេរៀនរបស់ព្រះសម្មាសម្ពុទ្ធដែលសម្ដែងវាជា general rule ជា universal law ចឹងហើយបានលោក Einstein ដែលជាបេតាវិទ្យាសាស្ត្រហ្នឹងលោកឃើញទៅដល់ការបង្រៀនរបស់ព្រះអង្គហ្នឹង natural សំបីសពថ្ងៃអ្នកដែលដាក់ខ្លួនជាពុទ្ធសាសនិកនឹងហើយអ្នកខ្លះយល់ពី Buddhism នឹងតិចជាងអ្នកដែលមិនដាក់ខ្លួនមិនបានស្មានថាអញ្ចឹងមិនមានបិទភ័ក្ត្របរទេសច្រើនគាត់ជា non religious person គាត់មិនដែលដាក់ខ្លួនឯងជា Buddhist ទេក៏ប៉ុន្តែក្នុងចិត្តគាត់គោរពកោតក្រែងពុទ្ធដោយគាត់ចេះពី Four Noble Truths ចេះរិយសច្ចធម៌4ចេះ Four Paths នឹងគាត់ដឹងពីអរិយមគ្គអង្គ8ទោះបីគាត់មិនដឹងអង្គធម៌អីច្បាស់ប៉ុន្តែអាពាក្យដែលជា concept ល្មមហ្នឹងគាត់យល់ហើយប្រវត្តិរបស់ពុទ្ធនឹងយ៉ាងម៉េចគាត់ចេះទៀតហើយទៅសួរយើងទាំងអស់គ្នាដែលគាត់តែចោះបញ្ជីតាមម៉ែតាមឪសួរប្រវត្តិពុទ្ធមកវាចេះអត់ចេះនេះមិនមែនជាការស្ដីបន្ទោសទេដោយសារសំណួរលើកឡើងថាលើគាត់moving or convert to Catholic that's okay អាត្មាអត់ដែលមានគោលនយោបាយឬក៏វិធីសាស្ត្រអីដើម្បីទប់ស្កាត់មិនឲ្យបងប្អូនទាំងឡាយចូលទៅកាន់សាសនាដទៃទេអត់ដែលមានដែលឮអាត្មានិយាយថាកុំចូលសាសនាគេទេមិនដែលនិយាយគ្មានគេគ្មានយើងអីទេអាត្មាគ្រាន់តែចង់ឲ្យយល់សេចក្តីពិតទេហើយមិនថាឲ្យតអ្នកកាន់ពុទ្ធសាសនាល្អទេបាក់និយាយគ្នាស្ងប់ណាស់ងល់ថ្ងៃអាត្មាបាក់និយាយជាមួយនឹងអ្នកបុឌ្ឍហើយស្រាប់ហ្នឹងមកតែមែនទេទៅសនុកនិយាយជាមួយពួកអ្នកគ្រីស្ទៀនគ្រីអីហ្នឹងជួបគ្នាទោះបីគេមិនមកពុទ្ធទាំងសរណង្គកិច្ឆាមិគេស្ដាប់ឲ្យសុបាយចិត្តគេអត់មានចំតោះអីមួយយើងទេគេស្ដាប់តែឃើញអស្ចារ្យមែនគេស្ដាប់អាត្មាទៅគេថាគេទទួលបានអ្វីដែលថ្មីពួកគេមិនដែលស្ដាប់ហើយដល់ពុទ្ធសាសនិកដល់ច្រើនវិញដែលយើងនិយាយទៅឯងឈួតតែឯងបាត់
វាទៅជារឿងខ្ទាស់គេឃើញទេនៅក្នុងលក្ខណៈទី3ដែលអាត្មាលើកខាងដើមមិញហ្នឹងជាលក្ខណៈមិច្ឆាញាណហ្នឹងដឹងមកគោរពស្រឡាញ់ពុទ្ធសាសនាដែរគោរពពុទ្ធពធព្រះសង្ឃដែរប៉ុន្តែដឹងទៅខុសឆ្កយអស់ហើយនោះដល់ពេលយើងទាញមកដាក់អាត្រូវវិញហ្នឹងយើងវាទៅជាមនុស្សគាត់ភ័យគាត់ព្រួយខ្លាចតែអាត្មាហ្នឹងទៅបំបត្តិប្រពៃណីបំបត្តិស្អីណាទៅជាចឹងទៅណាហើយដល់ពេលអ្នកគ្រីស្ទៀនអ្នកមិនមែនគ្រីស្ទៀនអ្នកអ៊ីស្លាមអីក៏ដោយទៅរៀនជួបគ្នាអីចឹងគាត់មិនខ្លាចបាត់ប្រពៃណីស្អីគាត់យកតែការពិតដែលយើងបញ្យល់ទៅពីការពិតអាត្មានិយាយតែពីចិត្តនិយាយពី the process of the mind និយាយពីសេចក្តីទុក្ខនៅណាដែលវាមានដូចគ្នានោះសច្ចធម៌ជាតែទុក្ខឃើញទេកើតមកទុក្ខលំបាកមកចាស់ហើយអ្នកនៅក្នុងលទ្ធិផ្សេងហ្នឹងมันមានចាស់ឈឺស្លាប់ប្រាថ្នារបស់ណាមិនដូចចិត្តកើតទុក្ខប្រត់ប្រាស់ចាករបស់ស្រឡាញ់កើតទុក្ខហ្នឹងសច្ចធម៌ហើយសួរថាវាមានបនរីណាមានដែនកំណត់ទេអាហ្នឹងកើតទៅសម្រាប់ជនជាតិព្រះអង្គឯងអ្នកអត់កាន់ពុទ្ធសាសនាមិនដែលកើតទុក្ខទេទាំងអស់គ្នាតើ The real Buddhism has no form no shape ពុទ្ធសាសនាពិតប្រាកដ The teaching of Buddha ពិតប្រាកដគ្មានទម្រង់មិនអាចមើលឃើញដោយភ្នែកក៏មិនអាចឮដោយតិចដែរគឺជាអត្តន័យដល់សភាវៈពិតប្រាកដដែលយើងអាចពិចារណាឃើញហើយដោះស្រាយបញ្ហាដោយខ្លួនយើងដែលយើងកសាងពុទ្ធរូបក្តីអីក្តីមិនមែនជាបំណងរបស់ពុទ្ធទេរឿងរបស់យើងទេយើងជាអរគុណព្រះអង្គទៅយើងជាធ្វើទៅប៉ុន្តែយើងធ្វើជាជ្រុលផងព្រះអង្គណាដែលត្រូវការអញ្ចឹងព្រះអង្គនៅពេលដែលព្រះអង្គចិត្តបរិនិព្វាននៅឃើញពួកគេយកផ្កាយកអីមកបូជាច្រើនណាព្រះអង្គប្រឹងក្រោបរួចហើយប្រាប់ព្រះអានន្ទថាមនាលអានន្ទតថាគតមិនឈ្មោះថាបរិស័ទបានបូជាដោយហេតុមានប្រមាណប៉ុណ្ណេះឡើយគឺយកផ្កាគេយើងគ្រឿងក៏អូបស្អីមកបូជាពេញទឹកពេញដីហ្នឹងណាព្រះអង្គថាតថាគតមិនឈ្មោះថាត្រូវបានបរិស័ទបូជាដោយហេតុអញ្ចឹងឡើយប៉ុណ្ណឹងមិនមែនហាមទេប៉ុន្តែរឿងធ្វើប៉ុណ្ណឹងមកបូជាដោយផ្កាដោយមាសដោយស្អីទាំងអស់ហ្នឹងមិនសមនឹងអ្វីដែលព្រះអង្គប្រឹងប្រែងទេមនាលអានន្ទលុះតែភិក្ខុភិក្ខុនីបាសកបាសិកាឬក៏ជនអ្នកដែលគោរពកោតក្រែងព្រះអង្គហ្នឹងរៀននៅអ្វីដែលព្រះអង្គពង្រៀនមកហ្នឹងណារួចហើយប្រតិបត្តិដោយសេចក្តីកោតក្រែងដោយសេចក្តីជ្រះថ្លានោះទៅឈ្មោះថាជាការបូជាតថាគតដោយបដិបត្តិបូជាបូជាដ៏ឧត្តមហ្នឹងហើយពុទ្ធោមហាវេជ្ជោពុទ្ធជាពេទ្យចឹងចាណាពាក្យពេទ្យមកតើពេទ្យប្រកាន់ជាតិសាសន៍ទេ No ធម្មោឱសថោធัวជាឱសថជាថ្នាំអញ្ចឹងថ្នាំប្រកាន់ជាតិសាសន៍ទេអត់ទេអញ្ចឹងបើសិនជាក្នុងនាមជាអ្នកផ្សព្វផ្សាយនៅមេគារបស់ពុទ្ធប្រកាន់ជាតិសាសន៍នេះអានេះទល់ទៅពុទ្ធសាសនាណែឯងមិនមែនពុទ្ធសាសនាកុំស្ដាប់វាអន់ជាងគ្រូពេទ្យផងគ្រូពេទ្យចង់ណែឯងកាន់សាសនាកាន់ទៅណែឯងមិនកាន់ស្អីហើយទៅយើងមានទូនាទីតែមើលជំងឺមើលអ្នកឲ្យជាណែឯងកាន់អីកាន់ទៅពុទ្ធនឹងអញ្ចឹងអត់ដែលបង្ខំនរណាឲ្យដូរសាសនាទេពុទ្ធទេអត់ទេស្ដាប់សិនតថាគតគ្រាន់និយាយឲ្យឯងយល់តាហើយឯងហើយធ្វើអីធ្វើទៅមើលទៅក្នុងគម្ពីរបត្រៃបិដកហ្នឹងដែលពុទ្ធឯណាទៅ convert គេមកកាន់ពុទ្ធសាសនានោះអត់ទេ
តែគេតើដែលស្ដាប់យល់ទៅអញអានេះផ្លូវតើគេមកបំរើព្រះអង្គនោះគឺក្នុងលក្ខណៈអញ្ចឹងក្នុងលក្ខណៈអញ្ចឹងដែរអាត្មាឧទាហរណ៍អភយរាជកុមារកាលមុនគាត់គោរពលទ្ធិផ្សេងឯងគាត់គោរពសច្ចកនិក្រន់នឹងក៏ជាសាសនាមួយផ្សេងទៅនៅពេលដែលសច្ចកនិក្រន់នឹងចង់ឈ្នះព្រះអង្គពេកហើយអភយរាជកុមារជាអ្នកឧបត្ថម្ភធំឲ្យអភយរាជកុមារនឹងព្រិថិនណាធ្វើពុតជានិមន្តព្រះអង្គទៅឆាន់ប៉ុន្តែមិនមែនដោយជ្រះថ្លាទេមើលព្រះអង្គមានប្រកាន់ទេព្រះអង្គដឹងថានឹងមិនមែនធ្លាប់ស្ដាប់តថាគតទេប៉ុន្តែព្រះអង្គឲ្យតែមានឱកាសព្រះអង្គទៅជួយទៀតឃើញទេធ្វើជាជ្រះថ្លាប៉ុន្តែតាមពិតអត់ទេចង់ឈ្នះព្រះអង្គទេព្រះអង្គនៅតែញញឹមទៅសច្ចកនិក្រន់ដាក់ប្រស្នាមួយតែបង្កើតចម្លើយពីរឲ្យអភយរាជកុមារថាបើប្រពុតឆ្លើយមួយណាគឺជន់កែងជាប់ទាំងអស់ប៉ុន្តែពេលដែលព្រះអង្គឆាន់ហើយបំរុងនឹងសួរសំណួរហ្នឹងយកកូនតូចហ្នឹងមកដាក់លើភ្លៅដោយគិតថាបើចាញ់ព្រះអង្គក្តិចកូនឲ្យយំហើយចាំថ្ងៃក្រោយយ៉ាំសួរទៀតពេលសួរព្រះអង្គថាបើពិតព្រះអង្គតើព្រះអង្គធ្លាប់និយាយឲ្យគេឈឺចិត្តអត់ឲ្យគេឈឺចាប់អត់បានព្រះអង្គសួរទៅវិញសិនថាមនាលអភយរាជកុមារមុននឹងតថាគតឆ្លើយតថាគតសុំសួរមួយបានទេថាបានឧទាហរណ៍ថាក្មេងដែលនៅនឹងដៃរបស់អ្នកនៅលើភ្លៅរបស់អ្នកហ្នឹងលេងទៅច្រឡំលេបកែវឬក៏អំបែងឆ្អឹងអីមួយស្លាក់នៅនឹងកហ្នឹងតើអ្នកគិតធ្វើម៉េចបើសិនជាស្លាក់អញ្ចឹងខ្ញុំព្រះអង្គប្រកាសជាលូកដៃខ្វេះយកចេញហើយព្រះអង្គសួរទៀតថាចុះពេលដែលអ្នកលូកខ្វេះហ្នឹងមិនខ្លាចកូនឈឺទេឬអភយរាជកុមារថាដឹងតែឈឺប៉ុន្តែប្រសើរជាងស្លាប់ព្រោះបំណងមិនឲ្យឈឺទេតែវាជាឈឺមិនរួចបានព្រះអង្គថាមនាលអភយរាជកុមារតថាគតដូចគ្នាក្នុងការសម្ដែងពន្យល់សេចក្តីពិតណាមិនដែលមានបំណងឲ្យសត្វលោកណាឈឺចាប់ឡើយនិយាយតែការពិតប៉ុន្តែការពិតនឹងវាតែងតែមានមនុស្សឈឺចាប់ណាយើងនិយាយទៅប៉ះផលប្រយោជន៍គេអីចឹងទៅគេឈឺចាប់ហើយតែក្នុងចិត្តតថាគតនឹងមិនដែលនិយាយឲ្យសត្វលោកឈឺចាប់ទេដូចអ្នកមានចិត្តសង្គ្រោះកូនរបស់អ្នកអញ្ចឹងព្រោះចម្លើយគឺបង្កើតហើយគេថាបើសួរថាមិនដែលនិយាយឲ្យគេឈឺចាប់ចោទថាព្រះអង្គនិយាយបន្ទោសប្រកាសទោសទេវតតហ្នឹងធ្វើទេវតតឈឺចិត្តហើយបើថាព្រះអង្គនិយាយឲ្យអ្នកណាដែលយើងស្អប់នឹងឈឺចាប់អាហ្នឹងបន្ទោសថាសាស្តាអីនៅមានចិត្តព្យាបាទចឹងព្រះអង្គមិនឆ្លើយទៅតាមគេកំងទុកណាឆ្លើយទៅតាមសេចក្តីពិតនៅពេលហ្នឹងអភយរាជកុមារមិនមែនក្តិចកូនឲ្យយំទេដាក់កូនចុះលើកដៃសាពះថ្វាយអង្គមព្រះអង្គថាប៉ុណ្ណេះសច្ចកនិក្រន់វិនិច្ឆ័យបតីព្រះអង្គស្អាតចេះសច្ចកនិក្រន់ចេះតែចោតប្រកាន់ព្រះអង្គយកព្រះអង្គជាទីពឹងទីរលឹកពីនឹងមកសួរថាព្រះអង្គឯណាដែលទៅបបួលគេឲ្យមកគោរពព្រះអង្គថាអត់ទេគេស្ដាប់ទៅវិយល់អញ្ចឹងទេអញ្ចឹងពុទ្ធអត់មានប្រពៃណីនាំគេមកកាន់ពុទ្ធសាសនាទេមានតែសកម្មភាពទៅពន្យល់ដែលហៅថាទេសនាហ្នឹងគឺពន្យល់អញ្ចឹងបានញោមម្នាក់គាត់ជូនអាទៅសំដែងធម៌គាត់ថាទេស្ដាប់លោកគ្រូទេសនាដូចមិនមែនទេសនាដូចទៅបង្រៀនវិញថាហាក់មិនចឹងទេពុទ្ធទៅទេសនាសួរគេយល់អត់នេះមិនចេះសួរយល់អត់អានឹងបរៀនមិនមែនទេហើយមកបញ្យល់គាត់ថាអានឹងសំដែងធម៌ទៅទេសនាហ្នឹងមើលពុទ្ធមកព្រះអង្គទៅធ្វើម៉េចគឺទៅបញ្យល់ឲ្យគេយល់ហ្នឹង